តេសរដ្ឋជាដករាជាគ្រប់គ្រងរាជនៅនគរពរាណសីជាដីដាព្រះបរមពុរិស័ទរឿងហ្នឹងប្រពខាងដើមវិញចេះព្រះអង្គគង់នៅវត្តចេតពុនហើយក្នុងកាលនោះនៅតកូលកដុំពីរមួយហ្នឹងឪពុកហ្នឹងស្លាប់ទៅហើយកូនហ្នឹងយំសោកខ្លាំងណាស់នឹងអឡោះអាល័យឪពុកដល់ទៅព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅក្នុងមហាករុណាសមាបត្តិញាណប្រមើលមើលឧបនិស្ស័យនៃសត្វលោកឃើញឧបនិស្ស័យនៃកូនកដុំពីរនឹងឯងឃើញឧបនិស្ស័យនៃសោតាបត្តផលនឹងមានហ្នឹងព្រលឹមឡើងព្រះអង្គទ្រង់យាងបិណ្ឌបាតមួយលើដោយភិក្ខុយ៉ាងច្រើនទៅនៅក្នុងក្រុងសាវត្ថីហ្នឹងដល់ពេលវេលាព្រះអង្គឲ្យភិក្ខុទាំងឡាយហ្នឹងនិមន្តមកវត្តទៅនៅសល់តែភិក្ខុមួយអង្គទេតាមព្រះអង្គទៅកាន់ផ្ទះកដុំពីរហ្នឹងព្រះអង្គទ្រង់គង់នៅលើអាសនៈដែលគេបានក្រាលប្រគេនព្រះអង្គហើយសាកសួរអំពីមាននុបនឹងឯងគាត់យំសោកនឹងឪពុកស្លាប់អញ្ចឹងតែខ្ញុំព្រះអង្គនឹងត្រូវសេចក្តីសោកបៀតបៀនខ្លាំងណាស់ព្រោះបិតារបស់ខ្ញុំព្រះអង្គនឹងបានធ្វើការកិរិយាទៅបានព្រះរាមាភិព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីបុគ្គលដែលមានប្រាជ្ញាអាចធ្វើខ្លួនឲ្យរួចអំពីសេចក្តីទុក្ខសោកនឹងបានដូចជាបុរាណបណ្ឌិតអញ្ចឹងរួចទៅបានព្រះអង្គសម្ដែងជាជាដកហ្នឹងណាតេសរដ្ឋជាដកក្នុងឯកាទសនិបាតក្នុងកាលនោះក្នុងនគរពរាណសីព្រះជាហ្នឹងសោយរាជក្នុងនគរពរាណសីហ្នឹងប្របាទទសរថហ្នឹងហើយក៏មានមហេសីដែលជាអធិបតីជាធំលើស្ត្រីទាំងឡាយ 16,000 នាក់16,000 នាក់ហ្នឹងសិតតែជាភរិយារបស់ព្រះជាទសរថហ្នឹងណាចឹងតែប៉ុន្តែមានស្ត្រីម្នាក់ជាធំជាអគ្គមហេសីបានមានព្រះជាឱរសហ្នឹង2ហើយមានព្រះរាជធីតានោះ1ព្រះជាឱរសហ្នឹងកូនបងហ្នឹងគឺព្រះបរមពុរិស័ទព្រះរាមទៀតណាព្រះរាមរស់ស្អាមោបរាមហើយប្អូននោះពលៈណាបរាមពលៈហើយព្រះរាជធីតានោះឈ្មោះសីតាអាហ្នឹងដូចនៅក្នុងរឿងព្រាហ្មណ៍ពលៈដែរនាងសីតាក្នុងរឿងនេះឈ្មោះអញ្ចឹងឯងទៀតពុរិស័ទឈ្មោះព្រះរាមប្អូននោះឈ្មោះព្រះលក្ខណ៍ហ្នឹងបានមកជាព្រះសិរីបុត្រណាហើយនាងសីតាហ្នឹងប្អូនស្រីហ្នឹងបានមកជារាហុលមេតាណាចឹងនៅក្នុងជាតិហ្នឹងជាបងប្អូនបង្កើតនឹងគ្នាពោះម៉ែមួយឪមួយម៉ែមួយណាមេតាបិតាជាមួយគ្នាអូទៅស្រាប់តែអគ្គមហេសីនឹងឯងធ្វើការកិរិយាអស់ជីវិតទៅចឹងបាទទសរថនឹងយំសោកខ្លាំងណាស់យំសោកសង្រេងសង្រៃអត់សោយព្រះទយាចឹងទៅណាតែកើតទុកនឹងមហេសីបាត់បង់ជីវិតនឹងកើតទុកខ្លាំងណាស់ហ្នឹងញាតិញោមស្លាប់ឃើញប្តីដីយំនឹងប្រពន្ធសឹងសើអត់ដឹងអីដែលឃើញណាប្រពន្ធស្លាប់ទៅសើសឹងស្គួតខ្ញុំស្លាប់ជួបតាស្លាប់ជួបបង
បងថ្លៃខ្ញុំគិតទឹកនឹងបានបងខ្ញុំឈ្មោះបងឡាហ្នឹងបងស្រីបងឡារួចបងវៃរួចខ្ញុំឈ្មោះស៊ីម៉ាឡាអានប្តីទៅទឹកការបានមុនលោកពួតហ្នឹងរួចទៅលោកពួតមកហ្នឹងអាយុ21ឆ្នាំហ្នឹងទៅទំងន់ហ្នឹងចូលក្នុងសម័យលោកពួតហ្នឹងឯងដល់ហើយ7 ខែត្រូវឆ្លងទន្លេសម័យលោកពួតហ្នឹងទៅបានឆ្មោះពីណាមកមិនទេខ្ញុំនៅក្មេងៗដែរឬចាស់ថាទម្លាក់ឈាមមិនអស់ដល់ពេលយប់ឡើងក្អកជាប់តគ្នាដល់10minuttរួចស្លាប់ទៅហើយកូនហ្នឹងប្រហែលថ្ងៃក្រោយមកក៏ស្លាប់ដែរទៅទៀតទៅហ្នឹងបងថ្លៃហ្នឹងឯងគិតយំស្ដាយប្រពន្ធហ្នឹងរហូតដល់សើលេងសូវដឹងអីទៅណាក្រោយមកក៏ស្លាប់ទៅទៀតទៅបងប្រុសហ្នឹងបងថ្លៃហ្នឹងណាប៉ុន្តែមុនគាត់ស្លាប់ក្រោយមកគាត់បាក់ចិត្តពេកមិនដឹងធ្វើម៉េចគាត់យកប្រពន្ធមួយទៀតទៅណាចាដូចជាបបាទស្សរត់អញ្ចឹងទស្សរត់ហ្នឹងកើតទុកខ្លាំងពេកមិនដឹងបានអីជួយបានក៏រៀបចំជ្រើសរើសស្ត្រីម្នាក់ឲ្យល្អជាងគេហ្នឹងមកធ្វើជាម៉ែស្រីមួយទៅជាអគ្គម៉ែស្រីមួយទៀតទៅតែមកទៅសូវនឹកឃើញប្រពន្ធដែលស្លាប់ទៅនោះហ្នឹងតែប៉ុណ្្នឹងឯងណានៅប្រុងប្រពន្ធស្លាប់ទៅតែយំខ្លាំងណាស់មកក៏ឆាប់បានប្រពន្ធហើយណាយំពេកទៅ3 ខែមិនតាន់ទេយកប្រពន្ធមួយទៀតដើម្បីជួយលួងលោមកុំឲ្យសូវនឹកពេកតែបានហើយស្អីក្រោយមកក៏មានគោទៅក៏បានទៅសូត្របទមួយឈ្មោះភក្តរៈហ្នឹងបានមកជាព្រះអានន្ទទៀតណាដល់ទៅពេលពពួកញាតិដាក់ឈ្មោះថាភក្តរៈអីអញ្ចឹងទៅព្រះបាទទសរថហ្នឹងពេញរាជហបរតីណាស់តែប្រទានពរឲ្យហើយម្ដាយភក្តរៈហ្នឹងស្រឡាញ់បុត្រខ្លាំងណាស់ពេលហ្នឹងមិនទាន់សំពរពីព្រះរាជាទេដល់ពេលកូននឹងធំបានមកថ្វាយបង្គំព្រះរាជានឹងឯងសំពរណាបានមេត្តារបស់ភក្តរៈនឹងឯងក្រាបទូលព្រះរាជាសុំរាជសម្បត្តិព្រះរាជាទ្រង់ក្រោធខឹងស្ដីឲ្យមួយពីរអីចឹងទៅកូនយើង2 នាក់រុងរឿងដោយព្រះអាទិត្យប្រចាំអញ្ចឹងចង់ឲ្យយើងសម្លាប់កូនយើងអីម៉េចដូចតែមិននឹកស្មានថាមេត្តារបស់ភក្តរៈហ្នឹងសុំរាជសម្បត្តិឲ្យកូនណាព្រោះជាធម្មតារាជសម្បត្តិហ្នឹងវាត្រូវបានទៅកូនបងហើយប្រទានពរហ្នឹងគឺថាសុំអីក៏បានដែរវ័យផ្សេងទៅទៀតប៉ុន្តែអត់នឹកឃើញអាកន្លែងហ្នឹងអត់នឹកឃើញថាហ៊ានសុំរាជសម្បត្តិឲ្យកូនអាហ្នឹងបន្ទោសមិនបានទេបន្ទោសមេត្តារបស់ភក្តរៈហ្នឹងមិនបានទេពីព្រោះទឹកចិត្តម្ដាយចង់ឲ្យកូននឹងបានរុងរឿងហើយវាផ្សាយផ្សំនឹងលោភៈរបស់ស្ត្រីនឹងផងណាដោយមិនបានពិចារណាឲ្យបានសមនឹងកន្លងដែលថាជាបុត្ររបស់ព្រះរាជានឹងជាបុត្រច្បងនឹងមានតែយើងទៅសុំដណ្ដើមអីព្រះរាជាពោលពាក្យគំរោះគំរើយអីឲ្យខ្លះមកអញ្ចឹងទៅមិនតមកទេ
ก็ថ្លៃបង្គំលាទៅថ្ងៃក្រោយមកសុំទៀតដដែលអញ្ចឹងព្រះជានឹកភ័យណាព្រះជានឹកភ័យក្រែងលោម្ដាយរបស់ភតរៈហ្នឹងជាស្ត្រីដែលកាចសាហាវអាចដើម្បីនឹងរកវិធីសម្រាប់ព្រះរាមពលៈហ្នឹងនឹកឃើញអញ្ចឹងឬក៏មានវិធីអាក្រក់ដតីណាទៀតក៏មិនដឹងអញ្ចឹងទៅព្រះបាទទសរថហ្នឹងក៏ហៅព្រះរាមពលៈមកពោលរៀបរាប់ប្រាប់អំពីរឿងហ្នឹងបិតាហ្នឹងវាខុសពីឲ្យបានជាថាទៅហើយបើអញ្ចឹងសូមឲ្យកូនកិច្ចខ្លួនសិនទៅនៅក្នុងសមណ្ឌប្រទេសឬក៏ទៅនៅក្នុងព្រៃសិនចុះរួចឲ្យហៅមកគន់គូមើលទៀតព្រះអង្គមានបច្ចុប្បន្នប្រមាណទៀតហៅវាយលេខអតៈទៅឃើញថានៅ2ដល់10ឆ្នាំទៀតទៅបាទទសរថសោជីវង្គតអញ្ចឹងផ្ដាំព្រះរាមនឹងថា12ឆ្នាំទៀតចាំមកលើកស្វេតឆ័ត្រសោយរាជទៅព្រះរាមពលៈនឹងយំសោកដែរពេលហ្នឹងចឹងហ្នឹងអឡោះអាល័យមិនតាន់បានអប់រំចិត្តឲ្យស្រួលបួលណាហើយនាងសេដាហ្នឹងក៏ព្រមណាសុំបបិតាហ្នឹងទៅតាមម្ចាស់បងទាំងពីរហ្នឹងបិតាក៏ព្រមឲ្យទៅសោយសោកទាំងអស់តែគ្នាទាំង4អង្គkiaហ្នឹងសោយសោករួចទៅក៏បានធ្វើដំណើរទៅពពួកមហាជនហ្នឹងក៏ជូនដំណើរហែហមទៅដល់ទីសំគូហើយក៏ព្រះរាមព្រះបរមពុរិស័ទហ្នឹងក៏បញ្ជូនមហាជនឲ្យត្រឡប់មកវិញទៅក៏បានចូលទៅនៅក្នុងព្រៃទាំងនៅក្នុងមាត់ទឹកធ្លាក់ទឹកធ្លាក់អំពីភ្នំហែមពៀនមកចឹងហើយមើលកន្លែងសំគូមានផ្លែឈើមានអីសម្បូរអញ្ចឹងទៅក៏នៅក្នុងព្រៃហ្នឹងទៅហើយពលៈហើយនឹងនាងសីតាហ្នឹងគោរពព្រះរាមដូចជាឪពុកអញ្ចឹងមិនឲ្យឪពុកទៅរកផ្លែឈើអីទេណាមិនឲ្យព្រះរាមណាដែលទុកជាឪពុកហ្នឹងខ្លួនឯងបងប្អូន2នាក់ហ្នឹងដែលត្រូវជាប្អូនព្រះពោធិសត្វហ្នឹងសុខចិត្តទៅរកផ្លែឈើយកមកទំនុកបំរុងដល់ព្រះពោធិសត្វហើយព្រះពោធិសត្វហ្នឹងដែលចេញទៅហ្នឹងបានសិក្សារៀនសូត្របានចេះដឹងដល់ពេលទៅនៅក្នុងព្រៃក៏ប្រព្រឹត្តបរិបត្តិណាអប់រំចម្រើនផ្លូវចិត្តមានឱកាសចម្រើនផ្លូវចិត្តបានស្គាល់ច្បាស់នៅលោកធម៌ទាំង8មានលេបអត់លេបមានយុះអត់យុះសរសើរនន្ទាសុខទុក្ខជារឿងរបស់ជីវិតមានចិត្តមមតំទេណាមានចិត្តមមតំហើយនៅឯនគរឯណាព្រះបាទទសរថហ្នឹងទៅតែបាន9ឆ្នាំទៀតកន្លងមកបាន9ឆ្នាំសោជីវង្គតហៅទេខុសណានេះត្រូវដែរតែដោយសារព្រះរាជាលំបាកប្រតិពេកនឹកកូនពេកនឹកកូនទាំង3ហ្នឹងពេកចឹងទៅដោយសារនឹកពេកហ្នឹងវាធ្វើឲ្យអាយុខ្លីដែរណាតាមពិតហៅទេកាលក្នុងកាលហ្នឹងបែបត្រូវបោះហៅដែរណាដល់ឥឡូវខុសហើយហៅហ្នឹងព្រះរាជាពិបាកប្រតិពេកទៅបាន9ឆ្នាំហើយសោយទៅបង្គាត់ទៅអញ្ចឹងមេត្តារបស់ភតរៈហ្នឹងក៏ចាត់ចែងឲ្យរាជបរោះនៅក្នុងនគរនឹងឯងអភិសេកឲ្យភតរៈឡើងសោយរាជពួកអ្នកនគរអត់ព្រមដឹងធ្វើម៉េចប៉ុន្តែភតរៈប្អូនហ្នឹងចិត្តល្អទៀតធ្លាប់សំឧបៈនឹងបន្តរឿងបន្តិចណាអំពីព្រះបរមពុរិស័ទដែលត្រូវភៀសខ្លួនចេញពីនគរទៅនៅក្នុងព្រៃព្រោះហេតុតែរឿងអ្នកដតីចង់បានរាជសម្បត្តិហ្នឹងគឺមេត្តារបស់ភតរៈ
តរៈហ្នឹងមិនទៅចង់បានសោយរាជអីប៉ុន្តែនេះម្ដាយចេះតែដឹកនាំទៅហើយកាលនោះនៅក្មេងផងមានដឹងអីដែលសុំពរពីបិតានោះដល់ពេលឥឡូវបានធំគ្រាន់ទៅដឹងរឿងអញ្ចឹងទៅអត់មានចង់សោយរាជអីទេវាត្រូវនឹងរាជបរោះនឹងឯងមិនបានព្រមអភិសេកឲ្យហ្នឹងក៏អត់មានពិបាកចិត្តអីទេប្រាប់ថាយើងនឹងទៅដង្ហែចាស់បងឲ្យមកគ្រប់គ្រងរាជសម្បត្តិដល់អញ្ចឹងក៏ត្រូវរើគ្នានាំគ្នាទៅពួកពលហ្នឹងទៅច្រើនណាស់ចូលក្នុងព្រៃនោះទៅដល់ព្រះលក្ខហើយនឹងនាងសីតាទៅរកផ្លែឈើបាត់ទៅជួបនឹងចាស់បងព្រះរាមព្រះបរមពុរិស័ទហ្នឹងទៅបានទូលដំណឹងហ្នឹងថាបិតាសោយទីបង្គត់ហើយអត់មានការទុកអីទាំងអស់នៅពេលដែលភតរៈនឹងឯងបានក្រាបទូលដំណឹងហ្នឹងដល់ព្រះបរមពុរិស័ទហ្នឹងមានសេចក្តីសោកកើតឡើងទៀតណាភតរៈនឹងឯងរំលឹករឿងបិតានៅសោយទីបង្គត់ទៅក៏យំនៅមុខព្រះបរមពុរិស័ទតែព្រះបរមពុរិស័ទនៅពុភៈធម្មតាទាំងប្រតិក៏អត់មានញាប់ញួរអីដែរតែនៅក្នុងព្រៃ9ឆ្នាំទេសិក្សាស្គាល់លោកធម៌នឹងច្បាស់លាស់អាចដើម្បីអប់រំចិត្តនឹងឲ្យនឹកនៅបានណាទេសេចក្តីស្លាប់នេះជាលោកធម៌មួយដែរតែធម៌ប្រចាំលោកប្រចាំជីវិតតែមានស្លាប់ជាធម្មតាមានលេបអត់លេបណាហ្នឹងវាត្រូវតែមានអញ្ចឹងជីវិតហ្នឹងមានយោអត់យោហ្នឹងមានសរសើរមាននិន្ទាណាហ្នឹងមានសុខមានទុក្ខជាធម្មតាលោកធម៌ទាំងដែលនៅពេលដែលយើងមានលេបទៅគ្រាន់តែថាចិត្តយើងមិនត្រេកអរជាមួយនឹងរបស់នឹងប៉ុណ្ណឹងលេបហ្នឹងវាទៅជាអត់មានតម្លៃបាត់ណាសម្រាប់ជីវិតរបស់យើងដោយសារយើងត្រេកអររីករាយទៅនៅក្នុងរបស់នឹងទៅតើបានឃើញថាទ្រព្យសម្បត្តិហ្នឹងលេបសក្ការៈហ្នឹងជារបស់មានតម្លៃដោយសារសេចក្តីត្រេកអរទេហ្នឹងដោយសារឃើញថាវាសំខាន់ណាស់សម្រាប់ជីវិតហ្នឹងប៉ុន្តែវាមិនប្រកបជាមានលៀបហ្នឹងឯណាគឺជាធัวប្រចាំជីវិតប្រចាំលោកហ្នឹងវាមានការអត់លៀបហ្នឹងវាផ្លាស់ប្ដូរប្រែប្រួលអញ្ចឹងតែអ្នកដែលមានបញ្ញាឃើញថាហ្នឹងវាជាធម្មតារបស់ជីវិតឬថាជារបស់លោកគឺខន្ធលោកឃើញស្មើគ្នាតែបញ្ញាហ្នឹងឃើញតែមានលៀបនិងអត់លៀបគឺជាធัวដែលស្មើគ្នានៅត្រង់ណានៅត្រង់ដែលថាវាជាធัวប្រចាំលោកហើយអ្វីដែលជាលោកគឺខន្ធលោកទោះជាថាសត្វលោកក៏ដោយក៏គឺខន្ធលោកដូច្នេះខន្ធលោកគឺវាអត់មែនជាខ្លួនយើងដូចគ្នាទោះជាបានលៀបក៏មិនមែនយើងអ្នកបានអត់លៀបក៏មិនមែនយើងអ្នកអត់ចឹងឃើញថារឿងហ្នឹងធัวហ្នឹងវាជាសច្ចធัวធម្មតាសម្រាប់លោកហ្នឹងមានយោអត់យោហ្នឹងតែហ្នឹងជាធัวក្នុងលោកហ្នឹងចឹងឯងសរសើរនិន្ទានៅពេលដែលគេកំពុងសរសើរហ្នឹងក៏ពេលខ្លះគេនិន្ទាហ្នឹងទៅហើយហ្នឹងជួនកាលគេសរសើរនៅចំពោះមុខកំបាំងមុខគេនិន្ទាហ្នឹងនៅក្នុងមុខពេលហៅឈ្មោះយើងហ្នឹងក៏ពីរោះណាស់ហើយកំបាំងមុខយាយនេះតានោះយប៉ែកប៉ែកតែងតែអញ្ចឹងចឹងខ្ញុំក៏ដែរខ្ញុំបាទចង់សម្រួលកន្លែងនឹងដែរសម្រាប់ញាតិញោមស្រីប្រុសទាំងអស់ឲ្យស្មើគ្នាទៅណាទាំងកំបាំងមុខទាំងចំពោះមុខក្នុងការដែលយើងហៅគ្នាយើងហ្នឹងលោកយាយលោកតាចំពោះមុខកំបាំងមុខយើងត្រូវនិយាយជាមួយអ្នកណាផ្សេងអីក៏លោកយាយលោកតាដែរទៅហ្នឹងណាហ្នឹងនៅចំពោះមុខហ្នឹងលោកប្រុសលោកស្រីឯកឧត្តមលោកជំទាវអីកំបាំងមុខក៏ធម្មតាអញ្ចឹងទៅហ្នឹង
nắng việc bị rồi smile chia về cha là bên mình nuôi dưỡng ban để chụp buộc một về để bị rồi cua xăm trầm trời đào tới gầm bằng mốc át đấy nằng đàn trắng về tới chỉ mình mỏ nó chẳng nuôi dưỡng về tới chỉ em là hai em ban để chụp buộc một lên cầm cao cầm châu ai ọp trong tới đào tới rồi nó hai chúa sẽ đặt cặp từng ông ta nít dây nụ hay chẳng tới nâng ban từ đây thờ dân mình bàn ọp rung chật ở bàn đó từ về trà bao dân tranh tới về ọp bàn mà dân ọp rung chật ở bàn đó mình phải canh chùm buộc nụ sạch nòng lô tôi chia nẹ nụ anh của bật nơi ổng phê sai mong scom skuông dạng ná tại dân mình phải canh rồi dân đăng thả về nơi nông ẩm ná cho bó kịt lệ vì nơi nông ẩm ná như ạ có sao là thô chỉ thăm ở đà thế chẳng để dân lập như vậy chùm buộc một năng dạng ná còn bằng mốc dân như vậy cho mùi năng đệ đợt tí có dân như vậy bê thu xong dân thơ ật miên khát ấy dê ấy phở ấy khuôn dân nâng ánh thay nổ nè đợt tí nâng cọt xâm coi dân bàn cọt xâm coi tham nụ dân chìm nụ smart strong dân hai nè đợt tí nâng mốc nâng thà giờ mấy đợt bê phọt nè đợt tí nâng tới khơi cọt hai dân đợt đá chật cọt xâm coi mà mình miền ca và cài và cam ấy tới chiều mùi nâng bậc cồn đi bậc cồn đâu nâng chẳng tới về chia ca ọp rung nâng mê tà thủa ấy có chia cầm ru lõ đo nhẹ đợt tì nâng nhằm cái này bác chọn ấy miền chẳng đến là rạp nhiệt nhôm xây pro thằng tên khmei nhận cha để bàn sắp xa nơi khăn ông presa na ní xâm đời miền phía xâm đây hai nẹ đợt tì nó ấy bàn mà chẳng tới tiền chùm buộc mốc dân hai dân ná còn bằng mốc dân hai chẳng đại tê nâng bàn phỉ rô nè có phần tay như vậy cái lương lâu cả thua với người chẳng ai nè đây mình ban sắc xa mình ban ọp ở rung nâng và cam mình ban đi nơi nâng mốc lục ru lâu cả kẹ vẫn đất đây cầm vàng mốc tà vuông nè nhận cái chẳng anh ấy bà thà kru với nó mình từng xây tha lục kru vuông năng anh ấy về chỉ tham ở đá này mình đâu giới đây mình ban nằm co chặt ở smart nó chứ năng dạng tiết ở rừng chừng buộc mốc về trơn té vô cua sòm vì mình men chia sầm đầy bít và sân bao sầm đầy bít đập về cầm băng mốc bít đấy đôi dân hai bon và ôn dân anh chứ nơi là mốc cả bon còn băng cả bon nơi là mốc mai phục cầm băng mốc cả dân mai phục ở nơi miền mệt tà ở đó chưa mũi nè đợt tí nơi nằng mục nó cứ thà dân ai nị dê lơ cầm cán bình châu nơi nông này dân đời dân hai mua đập về cầm băng mốc chặt vào dân nằng ấy mình chọn ao tầm lấy từ nơi nè đợt tì nà thì mình chọn ao nè đợt tì nó phải xa khuôn khuôn chuyện luôn nụ tế mình chọn anh giấy lõ vì nè đã tì tì nụ dưỡng á pro hiện ra nụ dưỡng nụ giấy ấy cứ chọn nụ giấy ta tí chỉ cái đây lõ rồi bọc luôn nơi không bị sai chưa phải thôi chuẩn về chẳng này về miền xa thay dẹ nuột uột án đó trong tay nụ giấy rương trâu rồi bọc luôn hay bà chỉ mùi nè đã tì đến trong sẽ đáp rương mình lọ rồi bọc kề sờ bài chất nó bạn sẽ đáp rương là cọ rương mình lọ bọc kề nó
rồi thì cao na kê mình lọ tới việc khơi luôn ấy nắng rồi chỉ tròn bà chẳng ban thà nụ dân cầm sơn dây rương tròn ba luôn anh prap kê ắt nên ai cái trong sẽ đáp ấy năng để dân về nơi miền cái lái sạp phong thì dây tới về lùm yên trong ca lơ cầm ca luôn ấy nhất tiền nè mà đôi chỉ pre sắm sắm phút từ pre đây dễ để ở cái lái tới tôi chỉ bảo ông sớm đây chỉ bảo quạt rồi bảo ông rằng ná miền tây dân chỉ là thla bây giờ đang thà bảo ông mình miền nằm nuốt uất ang đấy bảo ông trung sớm đây những cái đầm bấy ông nhận sẽ đáp miền từ đây chỉ là thla bán chỉ tiệt tha nụ cật tế rằng nà tại đóจะพามาดูทองคนนี้ยังเกณฑ์ได้ในเมียนเกณฑ์แล้วแต่การนายยังเย่ไปเรื่องคล้วนยังปัจจุบันชรานึงเกณฑ์มันท่าไอ้เกณฑ์ในเชียมจึงการเกณฑ์จองไอ้ออฟเกณฑ์ติ่งโจยังไทยนั่นเป็นตามเป็ดบ้านแต่หมกยังไงเกณฑ์มันสบายเจ็ดหนึ่งยังในเย่เรื่องละออฟยังเตะเสายังเย่เรื่องมันละออฟvàยังปรับเกณฑ์เป็นเกณฑ์โจจัดสลับเชียงเจนแต่มนุษย์ได้ในเมียนเกณฑ์ไรฮะนะโจจัดสดับเยิงเยเรื่องอะก็บอกล้วนเยิงปรับแก่นั่นคือโจจัดสดับเชียงนั่นมาปีเกสดับเต้เกดังท่าเยิงอันเชียงเกปัสสานั่งเรื่องบอกเกไรนั่งเลยจังโลกโทษเมียนจังให้ปันแต่กาเดี๋ยวเยิงอบรมในกายเดี๋ยวชาเช็ดนั่นเต้นยังอบรมเต้บานละอเต้ผู้ยังบานโจมาศึกษาทัวร์บอกว่าองยังดังอะไรนาเต้ยังดังอะไรนาละอให้ยังความวักขัดเต้เอาจำกอขลุ่นยังขนมเพลย์เต้เพลย์ละอเต้น่ะนั่งเปียสมได้นี่เย่นี่เต้ประหยัดใหญ่เต้ประหยัดใหญ่เอาเมนเต้นน่ะมนุษย์โยกสมได้ดำไรก็โยกพลุกเกสำหรับดำไรเกบอพกสัตว์ไอธรรมดาไปสำคัญดำไรเป็นอะไรพลุกอันนั้นเจนในเปรียบอย่างนั้นไม่มนุษย์คือเกโยสมได้เจสำคัญแต่การนั้นสมได้นั้นนิยายเตยเวปัสสาเวละอ้อเวทไลทโนเวเมียนคลัมซาเนี่ยนิยายนั้นคือไทลทโนไอไปประเภทสมได้ยังนิยายเตยนั่งเองเดี๋ยวอัดตำไลเต้เดี๋ยวอัดไปยาวเต้เดี๋ยวอ่อนถอยเต้เดี๋ยวเท้าเตียเต้เนี่ยนิยายนั่นคือเวทเตยตามสมได้นั่นไงจังซื้อในเงียบเกี่ยอัดดังยังทำไมแต่ยังนิยายให้คือยังประกาศล้วนยังปรับเกยนั่งจังยังเตยวักหัดอบรมจัดไอ้บานหล่อนิยายโดยกุศลจัดโดยเมตตาจัดจังเตยนั่งบรรทอเรื่องเตียนจังเต้ขนมการนับบ้านเป็นเละให้นังโอนใส่เสดานังมาจังเต้เปรียบรำโพริสัตนังบ้านปราบกาเป็ดเอาโอนนังปีบ้านดังโอนจังปียุ่มถึงยุ่มเตอสันหลอมเพราะอัดบ้านอัดรมโดยเปรียบรำโพริสัตดังถ้าใบดาหมกแต่ซอยตีบังกวดให้ดังถ้าดับปีชนามเตียดปัญหากาเด็ดดังโดยเหมือนบ้านกึศนั่นเป็นจังนะเตียนดังถ้าหมกแต่สลับโดยยังครบเนี่ยดังแต่หมกแต่สลับแต่ไปอัดเชี่ยแม่รณสเตะนั่งดอยแต่เป้เมียนจุ่มเงยเราไอ้สลับโดยหลักรูปเป้ปราบเมื่อเชี่ยหมกแต่สลับนั่งเบียเชี่ยเรื่องมุ้ยได้เข้าของปีดังธรรมดาประกาศเตจิกาเพย์ประกาศเตจิกาต่อสลับเศร้าสังเรงดกดูน้องจัดการแรงอันนั้นได้ดังติดส่วนไอ้สลับเนี่ยแต่เต้นั่งกันจังได้ดังแต่เมียดาไปได้หมดก่อนสลับบางคนเนี่ยสลับปันใต้ไปอัดเมนเชี่ยแม่รณสเตะเดินจังเต้ดอยแต่เป้ดังประกาศถ่าหนึ่งสลับหรือบางดังแต่สลับให้นั่งจะกระไรเศร้านั่งเตยการแรงดอกคลางคลาอันนั้นจะการได้เคยหนาการเดี๋ยวยังดังธรรมดามาไปอันเมนเชียมเมรณสเตะดังนั้นคือดังโดยจะกระไรประมาทไปไปนั่งดังมันเมนจะการได้อบรมจำเริญเมรณสเตะนั่งอ่อยบานประกอบน้องจัดนู่ดังจังน้องการน้องบ้านเทตระได้เชี่ยพระองค์มาได้เสียงเนี่ยนั้นสาสูพระบรมโพธิสัตว์เหตุไอ้ก็จ่าบองมันสาวในเปรย์ดังทะใบดาสาวที่บังกวดจังบ้านเชี่ยพระ
ព្រមពុរិស័ទហ្នឹងសំដែងអំពីជីវិតនឹងឯងដែលមិនអាចរក្សាបានដោយមនុស្សទាំងឡាយគ្រប់គ្រងហួងហែងរហូតដល់សោកសង្រេងយំស្ដាយនឹងយ៉ាងណាជីវិតហ្នឹងគឺមិនអាចថែរក្សាបានមិនអាចគ្រប់គ្រងបានមនុស្សល្ងងក្តីចេះដឹងក្តីមានក្តីក្រក្តីក្មេងក្តីចាស់ក្តីមានសេចក្តីស្លាប់ជាទីបំផុតនឹងអត់រើសមុខទេទោះជាអាក្រក់ដូចទេវទត្តនាងចិញ្ចានឹងយ៉ាងណាក៏ដោយឬក៏ដូចជាព្រះវិជ័យកពុទ្ធព្រះសម្មាសម្ពុទ្ធដែលពងពោះប្រសើរផុតគឺអត់មានរើសមុខទេព្រោះនេះជាការបែកធ្លាយនៃបញ្ចខណ្ឌដូចជាភាជនៈដីដែលស្មុនឆ្នាំងបានធ្វើហើយអញ្ចឹងធំក្តីតូចក្តីឆៅក្តីឆ្អិនក្តីមានកិរិយាបែកធ្លាយជាទីបំផុតដែលបរមពុរិស័ទសម្ដែងណាទៀតណាពីផ្លែឈើរមែងជ្រុះចាកតងនឹងយ៉ាងណាមនុស្សនឹងរមែងតែមានភ័យពីសេចក្តីស្លាប់នឹងអញ្ចឹងហើយការយំសោកហ្នឹងវាអត់បានប្រយោជន៍អីទេបើការយំសោកហ្នឹងបានប្រយោជន៍អ្នកប្រាជ្ញលោកយំដែរហើយបើការយំសោកហ្នឹងវាមិនអាចទៅគ្រប់គ្រងអីដល់អ្នកដែលស្លាប់ទៅកាន់បរលោកនោះទេបែងរៀបរាប់សពគ្រប់ទៅអំពីសត្វលោកនេះឯងដែលមានកម្មជារបស់ខ្លួនកើតមកនឹងឯងមានញាតិមិត្តបងប្អូនសពគ្រប់មែនប៉ុន្តែរបស់ទាំងអស់ហ្នឹងនឹងគ្រាន់តែបានមកកាលមកគ្រាតែប៉ុណ្្នឹងទេតែកម្មសកម្មហេមានកម្មជារបស់ខ្លួនហ្នឹងហើយមានកម្មហ្នឹងជាថៅពងញាតិមិត្តសន្តានបងប្អូននេះគ្រាន់តែបានជួបគ្នាអញ្ចឹងក៏បែកគ្នាទៅប៉ុន្តែកម្មទេជាថៅពងដែលតាមទៅជាមួយចាត់ចែងរៀបចំអីនឹងយ៉ាងណាទៅនៅលើថៅពងដែលជាប់ទៅជាមួយគឺកម្មនឹងកម្មហ្នឹងជាមរតកសត្វលោកហ្នឹងជាទាយាទជាអ្នកទទួលនៅមរតករបស់កម្មនឹងសម្ដែងសពគ្រប់ចឹងទៅនៅពេលដែលអ្នកទាំងអស់បានស្ដាប់ទៅក៏បានធូរស្រាលពីសេចក្តីសោកហើយបានសូមឲ្យព្រះបរមពុរិស័ទទៅសោយរាជ្យទៅព្រះបរមពុរិស័ទមិនតាន់ទៅទេព្រោះបិតាផ្ដាំថា12ឆ្នាំទៀតអញ្ចឹងក៏នៅ3ឆ្នាំទៀតនឹងហើយអ្នកទាំងអស់គ្នាហ្នឹងទៅមើលនគរគ្រប់គ្រងនគរអីចឹងទៅ3ឆ្នាំទៀតបានព្រះបរមពុរិស័ទទៅគ្រប់គ្រងនគរចាត់ចែងធ្វើទានទៅណានឹងហើយបានព្រះអង្គទ្រង់ប្រកាសសច្ចធម៌ទៅបានកូនកដុំ2នោះដែលយំសោកហ្នឹងនៅក្រុងសាវត្ថីទៀតបានសម្រេចសោតាបតិផលទៅហ្នឹងហើយព្រះអង្គប្រជុំជាដកទៅព្រះបាទទសរាជបានមកជាបាទសិរីសទ្ធោទនៈចឹងព្រះមេត្តាបានមកជាព្រះនាងសិរិមាមាជាហ្នឹងហើយអ្នកផ្សេងទៀតហ្នឹងក៏បានជាពុទ្ធបរិស័ទណា